បាទបងសម្រាប់ខ្ញុំសម្រាប់រដូវកាលទី2នេះគឺ everything គឺខ្ញុំ ready ហើយទាំងអស់តាំងពីឆ្នាំទី1ប៉ុន្តែដូចខ្ញុំនិយាយប្រាប់បងតាំងពីក្បាលដំបូងអញ្ចឹងគឺខ្ញុំធ្វើអត់បានល្អដោយសារតែភាពរំភើបផងភាពភ័យផងអញ្ចឹងណាបងអាភាពភ័យភាពរំភើបនឹងវាតែមាននៅក្នុងខ្លួនប៉ុន្តែគាត់ថាយើងមកសានេះយើងមានឆន្ទៈមុតច្រើនជាងមុនយើងបានស្គាល់បាត់ពិសោធន៍ជាមួយបងគាត់ចែករំលែកគ្នាអញ្ចឹងណាបងអញ្ចឹងយើងមកសានេះយើងរៀង ready ជាងមុនច្រើនបាទមីស៊ូទីតូបាទជំរាបសួរបងហើយជំរាបសួរក្រុមការងារទាំងអស់គ្នាបាទសួស្តីខ្ញុំបាទឈ្មោះទីតូម៉េងហើយសម្រាប់អាយុរបស់ខ្ញុំ27ជាបេក្ខភាពផ្លូវការរបស់សប្រាឆ្នាំទី2បាទបងសម្រាប់ខ្ញុំដូចខ្ញុំពេលដែលលើកដំបូងរបស់ខ្ញុំគឺខ្ញុំមាន powerful energy របស់ខ្ញុំគឺខ្ញុំ ready ហើយទាំងអស់បងមិនថា everything ទេប៉ុន្តែគ្រាន់តែថាពេលដែលខ្ញុំឡើងលើឆាកទៅគឺខ្ញុំភ័យអញ្ចឹងនៅពេលដែលខ្ញុំឡើងទៅខ្ញុំឆ្លើតរួចអញ្ចឹងខ្ញុំមានន័យថាខ្ញុំធ្វើឲ្យអស់ហើយបងគ្រប់លក្ខខណ្ឌទាំងអស់តាំងពីដើមដំបូងឡើយតាំងពីគេ start កម្មវិធីរហូត activity ប្រចាំថ្ងៃ everything អីអញ្ចឹងណាខ្ញុំមានទាំងអស់ប៉ុន្តែគឺខ្ញុំខុសតែមួយជំហានទេដោយសារតែខ្ញុំឆ្លើយ Q&A អត់បានល្អអញ្ចឹងទៅវាធ្វើឲ្យខ្ញុំរបូតអាកាសហ្នឹងបងអញ្ចឹងសម្រាប់ពេលវេលានេះខ្ញុំមកគឺខ្ញុំត្រូវតែ ready ហើយអញ្ចឹងអ្នកនរគ្នាយំទៅមិនឆ្លើយបានល្អទេបងអញ្ចឹងនិយាយថាធម្មតាខ្ញុំជាមនុស្សម្នាក់អ្នកនរគ្នាប្រហែលជាដឹងហើយសម្រាប់ខ្ញុំមានបទពិសោធន៍ច្រើននៅក្នុងវិស័យនឹងដែរអញ្ចឹងខ្ញុំតែងតែចែកម្លែកបន្តថាក្មេងៗឬមួយក៏បងប្អូនដែលគាត់ខ្វះខាតឬមួយក៏អីអញ្ចឹងណាបងខ្ញុំតែងតែចែកម្លែកដល់ពួកគាត់អញ្ចឹងណាហើយមិនថា Q&A អីទេអ្នកនរគ្នាសម្រាប់ខ្ញុំគឺខ្ញុំអូខេសម្រាប់ខ្ញុំណាប៉ុន្តែដូចខ្ញុំនិយាយចឹងគឺខ្ញុំខ្វះតែជំហានទេនៅពេលដែលឆ្នាំមុនហ្នឹងដោយសារតែពេលដែលខ្ញុំឡើងទៅវាធ្វើឲ្យខ្ញុំកាំងខ្ញុំនិយាយអត់ចេញហើយណាមួយខ្ញុំមាន fan ច្រើនពេកហូរទៅខ្ញុំ surprise ខ្ញុំមិននឹកស្មានថាខ្ញុំមានគេគ្រប់គ្រងច្រើនអ្នកនរគ្នាចាំទៅមើលវីដេអូចាស់ៗអ្នកនរគ្នាខ្ញុំមិននឹកស្មានថាមានបងប្អូននៅក្នុង group top fan របស់ខ្ញុំគាត់មកគ្រប់គ្រងច្រើនខ្លាំងមែនតើហ្មងខ្ញុំឡើង surprise ខ្ញុំមិននឹកស្មានថាមានគេគ្រប់គ្រងខ្ញុំដល់ថ្នាក់ហ្នឹងអ្នកនរគ្នាហើយអ្វីដែលខ្ញុំសុំតោឆ្នាំមុនគឺខ្ញុំធ្វើអត់បានហ្នឹងដោយសារតែខ្ញុំវារំភើបពេកអញ្ចឹងមកសានេះយើងមាន commitment ខ្លួនឯងអញ្ចឹងមានឆន្ទៈត្រូវធ្វើឲ្យបានល្អបាទបងសម្រាប់ខ្ញុំសម្រាប់រដូវកាលទី2នេះគឺ everything គឺខ្ញុំ ready ហើយទាំងអស់តាំងពីឆ្នាំទី1ប៉ុន្តែដូចខ្ញុំនិយាយប្រាប់បងតាំងពីក្បាលដំបូងអញ្ចឹងគឺខ្ញុំធ្វើអត់បានល្អដោយសារតែភាពរំភើបផងភាពភ័យផងអញ្ចឹងណាបងបាទបងសម្រាប់អារម្មណ៍ភ័យនឹងវាតែងតែរើតែមានទេព្រោះដោយសារតែនិយាយចំទៅអាភាពភ័យភាពរំភើបនឹងវាតែងតែមាននៅក្នុងខ្លួនប៉ុន្តែគាត់ថាយើងមកសានេះយើងមានឆន្ទៈមុតច្រើនជាងមុនយើងបានស្គាល់បាត់ពិសោធន៍ជាមួយបងគាត់ចែករំលែកគ្នាអញ្ចឹងណាបងអញ្ចឹងយើងមកសានេះយើងរៀង ready ជាងមុនច្រើនបាទនិយាយចំទៅអានឹងសម្រាប់ខ្ញុំហ្មងខ្ញុំមាន commitment ខ្លួនឯងខ្ញុំថាខ្ញុំធ្វើឲ្យបានល្អអញ្ចឹងណាហើយជាចុងក្រោយខ្ញុំសូមផ្ដាំផ្ញើទៅដល់បណ្ដាពុកម៉ែបងប្អូនទាំងអស់គ្នាដែលគាំទ្រកម្មវិធីបងហើយគាំទ្រកម្មវិធីSapra Cambodia ដែលគ្រប់គ្រងដោយ DAB អញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាក៏លេចមកមើលកម្មវិធីនៅក្នុងស្រុករបស់យើងហើយអ្នកទាំងអស់គ្នាចង់និយាយថា complete sponsor អ្នកគ្នាដឹងហើយគឺកម្មវិធីនេះគឺថា popular ខ្លាំងមែនតើអញ្ចឹងធ្វើឲ្យដូចខ្ញុំអញ្ចឹងខ្ញុំមួយឆ្នាំហើយមួយឆ្នាំទៀតអញ្ចឹងខ្ញុំត្រូវត្រឡប់មកមួយសាទៀតអញ្ចឹងអ្នកនរគ្នាអាចងាកមកមើលកម្មវិធីនៅក្នុងស្រុករបស់យើងអញ្ចឹងណាយើងជួយលើកដង្កើងកម្មវិធីរបស់យើងនៅក្នុងស្រុកអញ្ចឹងទៅ sponsor អញ្ចឹងទៅដើម្បីឲ្យកម្មវិធីរបស់យើងមាន activity ល្អអញ្ចឹងអ្នកនរគ្នាអាចមក check បានតំណង sponsor អីមួយគាត់បានអញ្ចឹងណា